ស្រូវពេជ្រសម្លេងតូចនេះគឺជាពេលវេលាដ៏ល្អមួយដែលយើងត្រូវធ្វើការបាជីផ្ដាច់ទៅក្នុងស្រែហើយថ្ងៃនេះដែរគឺយើងធ្វើការប្រើប្រាស់ជីដែលមានលេខ15-530 បូក OM 8% នៅក្នុង B តែមួយហើយជីនេះយើងប្រើហើយគឺជួយស្លឹកស្រូវយើងក្រាស់រឹងចូលត្រង់ល្អហើយកំពុំសលៃរីកធំល្អគ្រាប់ច្រើនហើយជាពិសេសគឺជួយធ្វើឲ្យដីធូរដីមានជីជាតិបាទកាន់តែល្អឡើងវិញជី NPK 15-530 ក្រុមហ៊ុន SPK 1បាទ logo Sing ហើយនេះគឺជាក្របជីរបស់យើងដែលជីពណ៌សគឺប្រភេទជីអាស៊ូតដែលមានលេខ15បាទលេខ15នៅលើសំបក B ហ្នឹងហើយជីពណ៌បៃតងគឺជាជីផូស្វ័រឬក៏កសិករគាត់ហៅជី DAP បាទគឺហើយយើងមាន 5% ហើយនឹងជីកាលីគឺមាន 30% បាទជីកាលីគឺមានពណ៌ការ៉ុតដោយដែលខ្ញុំថតឲ្យឃើញអញ្ចឹងហើយនឹងមានជីមួយទៀតគឺជី OM Organic Matter 8% នៅលើសំបក B របស់យើងនេះបាទគឺយើងមានបាទពណ៌ខ្មៅបាទជីនេះគឺមានអត្ថប្រយោជន៍ល្អមែនទែនដែលជាពិសេសហ្នឹងគឺជួយថែរក្សាសុខភាពដីជួយដីហ្នឹងល្អជួយដីធូរដីមានជីជាតិឡើងវិញបាទដែលយើងធ្វើការប្រើប្រាស់ជីនេះមួយឆ្នាំទៅមួយឆ្នាំដីរបស់យើងកាន់តែល្អប្រសើរឡើងវិញហើយដីយើងកាន់តែមានជីជាតិហើយឫសស្រូវពេលណាដែលយើងបាចទៅឫសស្រូវចាក់ឫសបានវែងល្អចេញឫសលឿនស្រូវកម្លាំងដែលធ្វើឲ្យ GNPK 15-530 ដែលយើងបាចទៅនឹងគឺត្រូវបានស្រូវបឺតស្រូបយកទៅចិញ្ចឹមដងដើមបានល្អហើយបានលឿនបាទនេះគឺជីបាទយើងបាទចូលអត់ទេនេះគឺដើមស្រូវរបស់យើងដើមស្រូវរបស់យើងពណ៌បៃតងល្អហើយស្លឹកវាជ្រឹងឈរត្រង់បែបនេះมันគឺបង្ហាញថាស្រូវរបស់យើងមានសុខភាពល្អហើយបើនិយាយពីប្រព័ន្ធឫសគឺអែមបាទប្រព័ន្ធឫសគឺល្អបាទនៅដើរហើយនៅចេញថ្មីជាបន្តបន្ទាប់ហើយយើងបានជីវគ្គទី2ហ្នឹងគឺបាន12ថ្ងៃហើយយើងគិតចាប់ពីថ្ងៃទី24ខែធ្នូមកដល់ថ្ងៃទី5ខែមករា2026អញ្ចឹងគឺមានរយៈពេល12ថ្ងៃតែយើងឃើញថាស្រូវរបស់យើងនៅតែរក្សាពណ៌បៃតងល្អមិនទាន់ធ្លាក់ជីនោះទេពណ៌នៅពណ៌បៃតងស៊ីជម្ពូតែម្ដងបាទអរគុណ